បាទសួស្តីប្រិយមិត្តបងប្អូនទាំងអស់ដែលតែងតែគាំទ្រនៅ Channel Knowledge About Smartphone បាទថ្ងៃនេះពី Channel យើងខ្ញុំក៏ចង់បង្ហាញអំពីរបៀបdownload កម្មវិធី DJ Liker បាទមានប្រិយមិត្តមួយចំនួនខ្ញុំក៏បានស្គាល់ហើយកម្មវិធី DJ Liker ហ្នឹងគឺជាកម្មវិធីធ្វើឲ្យយើង Facebook របស់យើងហ្នឹងគឺបាន like ច្រើនរូបថតដែលយើងផុសចូលទៅក្នុង Facebook ហ្នឹងគឺមានការ like ច្រើនអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបការ download កម្មវិធី DJ Liker បាទឥឡូវចូលមកមើលទាំងអស់គ្នាបាទDJ Liker នេះពីដំបូងយើងអាច download តាម Play Store យើងបានប៉ុន្តែឥឡូវហ្នឹងគឺអត់មានទេគឺ download ទៅគឺវាអត់ឲ្យអញ្ចឹងណែនាំឲ្យអ្នក download ទៅ Google អញ្ចឹងយើងមិនបាច់ចាំសរសេរអីច្រើនទេយើងគ្រាន់តែសរសេរថា DJ Liker តែប៉ុណ្្នឹងទៅក៏វាឲ្យដែរឥឡូវសរសេរ DJ Liker យើងសរសេរប៉ុណ្្នឹងទៅនេះមិនចាំដាក់ app ឬក៏ download អីទេវាទៅញ៉ៃបាទបន្ទាប់មកខ្ញុំសូមឲ្យអ្នកទាំងអស់គ្នារើសអាកន្លែងគេដាក់ djliker.com អាហ្នឹងគឺរបស់វាតែម្ដងពេលអ្នកទាំងអស់គ្នាចុច download ចឹងមកចុចលើវាចឹងមកវានឹងចេញជម្រើស3ឲ្យយើង download ទី1យើងធ្វើការ download តាម Google Drive លេខ1នេះទី2ពី outside ទី3 desktop version អញ្ចឹងណែនាំឲ្យបងប្អូនប្រិយមិត្តទាំងអស់គ្នាចុចអាទី1ហ្នឹងគឺ download from Google Drive បាទចុចលើវាចឹងមកចុចវាលើមួយហ្នឹងទៅវាធ្វើការ download ឲ្យហើយបាទរងចាំវាបន្តិចទៅបាទហើយវីដេអូរបៀបការធ្វើដូចថាធ្វើមិនឲ្យបានការ like ច្រើនពី Facebook ហ្នឹងអញ្ចឹងចាំខ្ញុំនឹងធ្វើវីដេអូបែងមួយ like ទៀតធ្វើវីដេអូមួយផ្សេងទៀតកុំឲ្យមានការឆ្ងល់អញ្ចឹងណាបាទឥឡូវនេះ starting download ហើយបាទវា download ហើយយើងគ្រាន់តែធ្វើការដំឡើងវាធម្មតាមកបាទធ្វើការដំឡើងវាធម្មតាមកគឺហើយបានយកមកប្រើប្រាស់ហើយនេះបាទនេះគឺដំឡើងមកជាធម្មតា install វិញ install វាមកបាទហើយអានេះខ្ញុំប្រាប់ពីរបៀបធ្វើការ download កម្មវិធី DJ Liker បាទខ្ញុំអត់ទាន់បានប្រាប់របៀបធ្វើវាយ៉ាងម៉េចទេអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយទៀតដាច់ដោយឡែកតែម្ដងគឺធ្វើវីដេអូនិយាយអំពីរបៀបធ្វើឲ្យ Facebook យើងទទួលបានការ like ច្រើន auto like ពីកម្មវិធី DJ Liker ហ្នឹងបាទអញ្ចឹងក៏បើសិនជាមានចម្ងល់ឆ្ងល់ឬបញ្ហាអីផ្សេងឬក៏តាក់ទងលើទូរស័ព្ទអីផ្សេងក៏អាច comment សួរមកបានដែរបាទហើយសូមមេត្តាជួយ like ក៏ដូចជា subscribe ផងឲ្យច្រើនហើយ share ឲ្យផងបាទដើម្បីទទួលបានវីដេអូដូចជាចំណេះដឹងផ្លេចពី Channel Knowledge About Phone About Smartphone បាទអូខេក៏អរគុណដែរបាទប៉ុណ្្នឹងឯងជម្រាបលា